Welcome back to Snow IU Vlog ថ្ងៃនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនឹងការដើរលេងថ្ងៃ day off របស់ពួកខ្ញុំគឺពួកខ្ញុំបានទៅ winery ហើយមុននឹងពួកខ្ញុំទៅកន្លែងហ្នឹងគឺនៅព្រឹកឡើងហ្នឹងគឺពួកខ្ញុំត្រូវញ៉ាំជាមួយនឹងអាហារពេលព្រឹកជាមួយនឹង burger ហើយមើលតែរូបទៅក៏ដឹងថាឆ្ងាញ់ដែរហើយឥឡូវពួកយើងបានបន្តដំណើរទៅមុខទៀតនិយាយទៅអ្នកទាំងអស់គ្នាថ្ងៃដែលពួកខ្ញុំបានចេញទៅដើរលេងហ្នឹងគឺ weather really good ហ្មងអ្នកទាំងអស់គ្នាហើយនៅអូស្ត្រាលីនេះបើសិនជាយើងដើរលេងប្រចាំថ្ងៃ like អត់សូវមានសានីអញ្ចឹងរៀងពិបាកដើរលេងតិចហើយថ្ងៃហ្នឹងគឺពួកយើងមានអារម្មណ៍ថាឡើង fresh ហ្មងអ្នកទាំងអស់គ្នានិយាយទៅនៅតាមផ្លូវនៃប្រទេសអូស្ត្រាលីភាគច្រើនគឺយើងមើលឃើញថាគឺសម្បូរទៅដោយដើមឈើរុក្ខជាតិហើយគឺអត់មានសារ៉ាមអញ្ញាញ៉ៃអ្នកនរគ្នានិយាយទៅប្រទេសគេគឺមានសណ្ដាប់ធ្នាប់តែម្ដងឥឡូវហ្នឹងគឺពួកយើងបានមកដល់កន្លែងដែលពួកយើងត្រូវចូលទៅញ៉ាំអីនៅហ្នឹងហើយអ្នកនរគ្នាហើយខ្ញុំបានឃើញផ្កាគេដាំនៅហ្នឹងអូយឡើងស្អាតហ្មងអ្នកនរគ្នាខ្ញុំឡើងឈប់វែងជាមួយផ្កាហ្នឹងហ្មងស្អាតមែនតើហ្មងទៅថ្ងៃដែលពួកខ្ញុំបានទៅហ្នឹងគឺពេលហ្នឹងគឺ lunch time អញ្ចឹងទៅអត់សូវមានមនុស្សទេអ្នកទាំងអស់គ្នាពេលហ្នឹងពួកយើងបានអង្គុយនិយាយគ្នាលេងមកមួយផ្លេតអាហារក៏មកដល់លើតុតែម្ដងអ្នកទាំងអស់គ្នា service នៅហ្នឹង really good and food really high recommend មកអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាចង់ទៅ that បែប classic like this អ្នកទាំងអស់គ្នាអាចទៅកន្លែងហ្នឹងបានហើយនិយាយទៅអត់ខកបំណងឯអ្នកទាំងអស់គ្នាហើយ make our feeling like យើងអាចនិយាយគ្នាលេងហើយយើងញ៉ាំបែប chill អ្នកទាំងអស់គ្នាយើងក៏ញ៉ាំបាន Yeah, I live in Port and it was all those houses. Yeah, boy. Chưa một đá. Chưa cho một đá. One night was bloody fire. The fire brigade came in and they trampled my vegetables. I said, "Hey, my vegetables." The fire brigade came in, put the fire next door, and there was a fence you could get over, and they're trampling all over my vegetables. I said, "They put them Yeah, unfortunately. It's a hard place. It's a beautiful place. But my sister's been there. So it's stuck. Yeah. You'll have to get there one day. Yatra, you know the Yatra. Yatra? Yatra, Adriatic Yatra. No. They call it Yatra. Is that where it sings? No, that's the area of the sea around there.
នេះគឺជាលើកដំបូងដែលខ្ញុំបានសាកជាមួយនឹងវ៉ាញអ្នកនរគ្នាហើយមើលទៅទឹកមុខខ្ញុំទៅក៏ដឹងថាខ្ញុំចេះញ៉ាំឬក៏អត់ដែរហើយនេះពួកយើងបានញ៉ាំអីហើយមុននឹងពួកខ្ញុំធ្វើដំណើរតទៅទៀតគឺពួកខ្ញុំនៅថតវីដេអូនៅជុំវិញកន្លែងគេសិនព្រោះកន្លែងគេនោះគឺដំផ្កាមើលមកស្អាតហ្មងអ្នកនរគ្នាទាក់ទាញហ្មងហើយចំពេលរដូវស្លឹកឈើជ្រុះចឹងផងតាក់ភ្នែកយើងហ្មងដល់យើងចង់ចេញពីកន្លែងគេអញ្ចឹងវីដេអូយើងបានមកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តវីដេអូនេះបើសិនជាមានកន្លែងណាខុសឆ្គងអីសូមអធិស្ឋានផងហើយវីដេអូនេះគឺយើងនឹងមាន part 2 ទៀតអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តអូខេ bye bye love you guys